កម្ពុជានិងវៀតណាមចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពកងទ័ពកងពលតូចលេខ70របស់កម្ពុជានិងកងធំថ្មើរជើងលេខ301របស់វៀតណាមបានចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធមេត្រីភាពដើម្បីរឹតចំណងមិត្តភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនេះបើតាមការបង្ហោះលើទំព័រ Facebook របស់កងទ័ពជើងគោកនៃកងយោធាពន្ធខេមរភូមិន្ទនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025តាមទំព័រ Facebook របស់កងទ័ពជើងគោកនៃកងយោធាពលខេមរភូមិន្ទការចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធមេត្រីភាពរវាងកងពលតូចលេខ70របស់កម្ពុជានិងកងធំថ្មើរជើងលេខ301និងបញ្ជាការដ្ឋានរដ្ឋធានីហានុយរបស់វៀតណាមនេះគឺទទួលបានការអនុញ្ញាតពីក្រសួងការពារជាតិកម្ពុជានិងអគ្គមេបញ្ជាការនៃកងយោធាពលខេមរភូមិន្ទពិធីចុះហត្ថលេខានេះធ្វើឡើងអំឡុងពេលកិច្ចប្រជុំមួយចាប់ពីថ្ងៃទី18ទៅ20ខែមិថុនាឆ្នាំ2025នៅទីក្រុងហានុយប្រទេសវៀតណាមដែលឡាយកាសែតក្នុងស្រុកវៀតណាមគុកហ្វងទូដូបានរាយការណ៍ថាភាគីកម្ពុជាវៀតណាមបានចេញសេចក្តីថ្លែងការណ៍រួមមួយនិងបានកំណត់គោលការណ៍រួមចំនួន10ចំណុចទាំងនោះរួមមាន